មាន director ថៃតួ extra តួក្មេងៗពេលខ្លះវាលូកដៃមកចាប់គេគឺវាមកអញ្ចឹងហ្មងហើយវាមើងងាយតួខ្មែរគឺអាក្រក់ពិតមែនពេលនិយាយសាច់រឿងអត់ចឹងទេដល់ពេលថតមែនតែនខុសបងមានអារម្មណ៍មួយថាគេកំពុងបោះបង់បងចោលគាត់ឲ្យតួតាគេងនៅអាព្រៃជឿថាខូចឡានអស់មួយតួស្រីមួយទាំងមូលហេតុអីបានអត់ខ្វល់ចឹងវាមានរឿងច្រើនពេកហើយដែលបងឃើញទស្សនវិជ្ជានឹងច្រើនពេកបងខឹងជំនួសខ្មែររឿងហ្នឹងឧបសគ្គធម្មតាពេលយើងជាតួកុនពេលដែលយើងថតកុនហ្នឹងយើងតែងតែថតដល់កណ្ដាលយប់អញ្ចឹងហើយពេលហ្នឹងថតទៅដល់ប្រហែលជាម៉ោងយប់ដែរពី11អីអញ្ចឹងធម្មតាយើងថតនៅកន្លែងអ្នកភូមិពេលដែលយើងថតយើងមិនថតម្នាក់ឯងមានភ្លើងមិនអីញ៉ៃច្រើនពេលហ្នឹងស្មានគាត់រលរឿងសាហាវហ្មងគាត់ចង់ឲ្យយើងផ្អាកថតហ្មងទាំងដែលយើងភ័យដែរពេលហ្នឹងភ័យអូខេតែក៏ប៉ុន្តែយើងមិនអត់សុំទេប៉ុន្តែម្ចាស់ផ្ទះគាត់ថាអត់អីទេយល់បងយល់នៅនឹងគេថតមកនេះហើយប៉ុណ្ណឹងអត់ចាំបាច់សុំទេគាត់នៅនឹងគាត់ដឹងហើយពីព្រោះអីចិត្តធម្មតាយើងទៅកន្លែងមួយយើងនៅស្រុកខ្មែរយើងមិនមកពីក្រៅប្រទេសទេយើងមិនអត់ដឹងទេថាកន្លែងណាយើងគួរសុំកន្លែងគេពីព្រោះអីវាពិតជាកន្លែងផ្ទះគេ privacy របស់គេយើងមិនចេះតែពីព្រោះមិនតែមកផ្ទះនៅដាច់ឆ្ងាយពីគ្នាគឺអ្នកភូមិផ្ទះភូមិជាប់គ្នាផ្លូវđườngហែមជាប់គ្នាអត់មានអញ្ចឹងយើងប៉ះពាល់គេមែនប៉ុន្តែយើងសួរដល់ពេលទៅគាត់ថាអត់អីទេគេថតកន្លងមកគឺអត់អីទេហើយគាត់ដឹងកន្លែងហ្នឹងគាត់ស្គាល់ខាងហ្នឹងអញ្ចឹងគាត់និយាយជាមួយគេទៅបានហើយដល់ពេលមានណាមកលើកហ្នឹងគាត់រករឿងឲ្យចែកដានម្ចាស់ផ្ទះអត់នៅបើម្ចាស់ផ្ទះនៅលួជួយអើងកងគ្នាដល់ពេលបានមកសន្ទុះបានម្ចាស់ផ្ទះដូចប្រហែលគាត់លឺស្រែកអីពេកបានម្ចាស់ផ្ទះហ្នឹងមកយល់ជួយអីចឹងប៉ុន្តែពេលហ្នឹងមែនស្ងាត់ឈឹងហ្មងពួកបងគាត់ថាអូចប់ហើយថតអត់ចប់ទេយើងថតអត់ចប់ទេប៉ុន្តែប្រហែលជាពេលដែលរហដងអ្នកថតវាច្រើនគាត់អាចនៅ stay ធំល្ងាចតែយើងរៀងយប់ជ្រៅមើលទៅបានគាត់រៀង concern រឿងហ្នឹងដែរយ៉ាតែពិតគាត់មកនេះហ្នឹងក៏មិនជាខុសអីដែរតែគាត់ថាបើសិនជាគាត់មកនិយាយមួយយើងស្រួលបួអាចនឹងតាំងគាត់មកអត់ខុសទេប៉ុន្តែចេះមីអូនមានបានសុំអត់មួយថ្ងៃហ្នឹងគាត់មិនដែរអូនឯងអត់បានតែសុំដល់បងបើសុំត្រឹមហ្នឹងលើក្រោយវាចេះហើយព្រោះអីតែតឹងគាត់អញ្ចេះអត់ណាតែគាត់របៀបមកស្រែកដូចអ្នកស្វឹងស្រែអញ្ចឹងពូសុំតោះនិយាយធម្មតាបានអត់យប់ភ័យហ្មងរបៀបដូចកំរោលចូលយល់ហើយអូយភ័យអត់ហ៊ានមាត់ទេអោនមុខជាប់មានណានិយាយអីស្ងាត់ឈឹងតែគាត់យកភ្លើងនឹងបោកចោលផងអូខ្លាចរូបភាពនឹងខ្លាចគាត់បោកចោលមែនណាខ្លាចគាត់របៀបខឹងពេកអត់អីទេបងអាចបោកបានព្រោះអ្នកកាមេរ៉ាមែនយើងមានថ្មីច្រើនបាទឥឡូវលឺថាទិញថ្មីច្រើនណាស់ឥឡូវហ្នឹងបងចាក់ចេញពីក្រុមការងារពួកបងថាសក្តាក្បាលហ្នឹងទៅហើយដល់សេលហ្នឹងអូខេបាទចឹងចូលរឿងបន្តទៀតគឺក្តីស្រឡាញ់មួយគឺគ្រប់គ្រាន់បាទសូមអញ្ជើញនិយាយបាទរឿងនឹងនិយាយពីអីដែរបាទអាហ្នឹងក៏បុកពោះទៀតដែរពីព្រោះអីមានឈុតអោបមួយតារ៉ាត់នៅលើក្រែទៀតហើយតាក់តងជាមួយនឹងក្តីស្រឡាញ់មួយដែលយើងលះបង់ឲ្យគ្នាបើទោះបីជាយើងមិនមែនជាអ្នកមានក៏ដោយដូចឧទាហរណ៍គាត់តាក់តងជាមួយនឹងកុំព្យូទ័ររបស់គាត់ខូចហើយតាក់តងជាមួយនឹងខ្ញុំគាត់ចង់បាន keyboard ហ្នឹងគាត់ចង់បានមែនតែប៉ុន្តែវាអត់លុយត្រូវនេះពីព្រោះអីវាមកខូចអីពេលហ្នឹងគាត់ចង់ជួសជុលគាត់ចង់អីបន្តិចប៉ុន្តែគាត់ត្រូវសំលុយហ្នឹងដល់ពេលយើងក៏លេចឃើញហើយយើងក៏គិតទុកក្នុងចិត្តថាអូវាចិត្តដឹងហើយanniversary ពួកយើងហើយយើងនឹងលះបង់អីមួយដែលទិញឲ្យគាត់ដល់ពេលយើងវិញយើងដូចជាខ្វះខ្សែកមានន័យថាមានខ្សែកតែដៃមានបតោងឯងខ្សែកហ្នឹងទូចមួយអញ្ចឹងណាហើយគាត់ឃើញយើងចង់បានបតោងគាត់ក៏ត្រូវគិតដូចគ្នាថាគាត់គួរតែទិញអីដើម្បីយើងថ្ងៃនោះពេលចុងក្រោយយើងប្រជ្រះគ្នាយើងឃើញគាត់ខ្វះយើងលក់ខ្សែករបស់យើងទៅទិញឲ្យគាត់លក់កុំព្យូទ័ររបស់គាត់ហ្នឹងមកទិញបតោងឲ្យយើងដល់ពេលអញ្ចឹងចុងក្រោយមួយមានតែ keyboard មួយទៀតមានតែបតោងមានវាបាត់រៀងខ្លួនបាត់ម្នាក់មួយទៀតសោចហួសចិត្តណាប៉ុន្តែដល់ពេលមើលឈុតហ្នឹងចុងក្រោយវិញបានមើលទៅវាមួយយ៉ាងដែរវា sweet ផងវាមានអា funny ហ្នឹងផងវាមាន funny វាមានន័យមួយដែលមកចំណែកនៃក្តីស្រឡាញ់របស់មនុស្សពីរនាក់បាទបើសិនជាខ្ញុំអត់សួរទេប្រហែលជាអ្នកទាំងពីរពេញចិត្តជាមួយនឹងឈុតអោបនៅលើក្រែហ្នឹងបាទថាឥឡូវខ្ញុំនិយាយថាឥឡូវទេតារ៉ាត់ដេកលក់បាត់ហើយខ្ញុំកេងមែនបងចាបាទឈុតនឹងយូរជាងគេឬក៏មិនដែរអីយូរដែរតាព្រោះដាក់វាយភ្លើងអត់ត្រូវបាទយូរយូរសារវាយភ្លើងអត់ត្រូវកន្ទប់ចឹងយើងត្រូវរៀបភ្លើងច្រើនមិនមែនយូរដោយសារអោបខុសទេបងតារ៉ាត់ជំនាញក្នុងការអោបតែម្ដងចាបើតួស្រីលេងមិនដល់ទាញទៅខ្វោកតែម្ដងហើយគាត់ច្រឡំថាខ្ញុំប្រហែលជាខ្លាចអោបមើលទៅអញ្ចឹងណាថាគងមកស្រឡាញ់នេះថាมันមានការអភ័យទោសរៀមច្បងខ្ញុំមានការលឺលួអីទេក៏មិនមានការសួរនាំដែរគឺស្អាតតាអញពេលលឹងអញហើយអញអោបរឿងអញដោយសារតែងួយគេងហើយលឺហ៎ដោយសារតែងួយគេងហើយចាពេលហ្នឹងក៏ខាងរៀមច្បងក៏គិតដែរថាអូណោះហើយវាត្រូវដល់វគ្គអាចិត្តមុខគ្នានឹងទៀតឲ្យទៅដល់វគ្គហ្នឹងมันបានឃើញទាំងហើមបឌីសូនីតាទេតែប្លង់កន្លែងហ្នឹងក៏ពិបាក edit ព្រោះតើប្រុសមុខធំត្រូវការវាយថ្គាមឲ្យវារៀង shape បន្តិចវាឃើញស្ដាប់អត់ជួយលាក់គ្នាសោះធម្មតាទេយើងទម្រង់មុខមនុស្សប្រុសប៉ុណ្ណឹងពេលដែលនៅក្បែរមនុស្សស្រីដែលទូចរៀងទូចតែកាពេលថតគឺថតអញ្ចឹងចាថតគឺថតមែនទេពេលហ្នឹងខ្ញុំថតដូចជា TVC មួយខ្ញុំ
តួជាឪពុកគេចង់ឲ្យយើងចំណាស់ឲ្យមានសាច់តិច ហ្នឹង តិច ហើយធំពេកចឹងទៅគេរៀងវាយ shape ទៅវាឃើញស្នាម ហ្នឹង ពេល ហើ អា យ ឈុត អា ឡៃ ហ្នឹង ហ្នឹងបាក់ អា វាយ ហ្នឹងក៏ជាមូលហេតុមួយដែលធ្វើឲ្យ audience ភាគច្រើនគាត់ឃើញមុខខ្ញុំហើយគាត់អត់សូវស្គាល់ដោយសារអី យ៉ា គីឡូខ្ញុំពីមួយរឿងទៅមួយរឿងគឺខុសគ្នារហូតដូចរឿងបើនិយាយពីរឿងកុនហើយនឹងរឿងភាគគីឡូខ្ញុំគឺខុសគ្នាខ្ញុំជាមនុស្សម្នាក់ដែលធ្វើគីឡូរហូតហុកហៀងខ្ញុំអត់នៅប៉ុណ្្នឹងឯងគឺចុះឡើង ពេលមានសាច់ពិបាកជាងឬក៏ពេលស្គមពិបាកជាងបងធ្វើឲ្យមានសាច់ហើយធ្វើឲ្យស្គម វាពិបាកដូចគ្នា អូបាក់ដូចគ្នាវិញ បាទពិបាកដូចគ្នា តែមិនថាគេពិបាកចំណាំបើតារ៉ាត់គេច្រឡំតែកូនបងព្រាបស្វាត់រហូតហ្នឹង អាហ្នឹង ចាញ់ គឺ រឿង ដូច មកគេថាគ្រប់គ្នាគេថាកូនបងព្រាបស្វាត់មែនចឹងរហូត អូខេបងនីតារៀងអាសា mention ដែរថាតកតងមួយឈុត romantic យើងរៀងពិបាកក្នុងការសម្ដែងបទពិសោធន៍បងតាំងពីដើមដល់ឥឡូវធ្លាប់មានពេលដែលបដិសេធ director អត់លេងឈុតណាមួយដែលយើងគិតថាអត់អាចសម្ដែងបានឧទាហរណ៍ថាគេចង់ឲ្យបងអោបថោបឲ្យស្និទ្ធខ្លាំងខុសពីរាល់ដងនិយាយប ដូច ដិ ជាអត់ដែលហង អត់ដែរបដិសេធទេ ជាធម្មតាមានរឿងអីចឹងបងសុំដឹងសាច់រឿងមុនទាំងអស់ថាបងទទួលបានមានរឿងដែលកាត់របៀបដូចកុនខ្នាតធំណាបង cancel យកហ្មងឲ្យលុយច្រើនដូចរឿងហ្នឹងគេប្រាប់ហ្មងសាច់រឿងមិនបងថាតួហ្នឹងបងអត់ត្រូវហ្មងមិនចាំបាច់ខាតពេលហ្មងតែខាតរឿងគាត់ទេបើបងថតគឺអត់ទទួលហ្មង ប៉ុន្តែអាចពេលខ្លះរបៀបថាចេះគាត់និយាយមួយបង90ហើយប៉ុន្តែដល់ពេលមែនតែនទៅគាត់គិតថា Kilo បាយអាចសម្ដែងនេះថែមបានមក មាន ទៀត director ថៃឯងជឿថាបងឆ្លោះគ្នាជាមួយថៃសាហាវហ្មង អូ បងឡើងល្បីពេញទូកណ្ដឹងតួបងសាហាវតួបងកាចតួបងអាក្រក់ល្បីហ្មងពិតណាស់គឺអាក្រក់ពិតមែនពួកនេះចា deal តែម្ដងគឺវាមកអញ្ចឹងហ្មងហើយវាមើងងាយតួខ្មែរជាពិសេសតួ extra តួក្មេងៗពេលខ្លះវាលូកដៃមកចាប់គេទៀតបងស្អប់មែនតែនហ្មងដល់ពេលប៉ះបងគេអត់ដឹងរឿងហើយអញ្ចឹងតាបានពេលសុំបង3រឿងចុងក្រោយដល់អារឿងទី3ហ្នឹងបង cancel អត់បានដូចថាអ្នកខ្មែរអ្នកនិយាយជាមួយបងមិន director ហ្នឹងអ្នកនិយាយជាមួយដល់ពេលអញ្ចឹងបងក៏ថាអូខេដាច់ចិត្តថតទៅសុកចិត្តថតឲ្យមួយរឿងនេះថាអាគ្នាឯងវានិយាយដូចច្រើនដងដែរណាក៏ថតពេលនិយាយសាច់រឿងអត់ចឹងទេតែដល់ពេលថតមែនតែនខុសពីអីដែលបងនេះហើយជាពិសេសដល់អាឈុតហ្នឹងតាមក៏ពិតក្នុងសាច់រឿងវាមិនជាបញ្ហាទេវិញតួដូចគ្នាយើងលេងយើងចេះនិយាយគ្នាបានអីបានតែបងស្អប់បំផុតអញនិយាយមិនធ្វើអត់អញ្ចឹងហ្នឹងបងស្អប់អញនិយាយអត់ធ្វើហ្នឹងហើយរបៀបអញ្ចឹងហើយយើងថតមកចិត្តចាប់អស់ហើយបងមិនចង់ឲ្យវាហត់តែអាក្រក់មើលលេងអញ្ចឹងអីដែលសម្រួលបានសម្រួលតែអីដែលសម្រួលមិនបានបងធ្វើបាបវិញណាបងអាក្រក់តាកណ្ដឹងបងធ្វើបាបហ្មងបងធ្លាប់មានរឿងនឹងមួយប្លង់ថតបងត្រូវម៉ោង6ព្រឹកម៉ោង6យប់បានបងថតកណ្ដឹងកំពង់សោមមិនមែនផ្លូវដូចឥឡូវទេហើយជនជាតិចិនរស់នៅច្រើនណាស់ហើយផ្លូវកលុកហើយទឹកដាក់ទឹកលេចផ្លូវខូចច្រើនហ្មងយល់អត់អូត្រេសមិនមែនដូចឥឡូវទេគឺពិបាកណាស់មិនដូចទលំទលាយើងជិះមកស្រួលចឹងទេនេះជាមួយប្អូនបងជិះអូនឯងជឿថាខូចឡានអស់មួយគឺវាលំបើកដោយសារតែពេលជិះចូលអាកលុកទឹកយប់ហ្នឹងទៅវាលំបើកគាត់អត់ប្រាប់ថាកន្លែងដែលគេងហ្នឹងគឺមិនមែនជាកន្លែងដែលថតទេគឺកន្លែងគ្រាន់តែគេងអូនឯងជឿហេតុតែចង់បានឲ្យអស់ធូរគាត់ឲ្យតួតែគេងនៅអាព្រៃនៅម្ដុំព្រៃអស់ហ្នឹងដែលធ្វើមិនឲ្យកន្លែងបានធូរតែគាត់មកថតនៅសុខាងាប់ហើយទៅជីឥឡូវឯងសម័យមើលកាលពេលជំនាន់ហ្នឹងហើយនៅសុខាឥឡូវឯងសម័យមើលហើយផ្លូវហើយឡានក្បួនគួរមានអីចុះឡានតួទាំងអស់ដែលទៅហ្នឹងទី1ទី2បងពិបាកតាក់ទងមែនតើបើដឹងថាបងទៅទាំងយប់ក៏ដោយក៏គាត់ទោះបីតួមានបញ្ហាអីក៏ដោយក៏គាត់អត់ព្យាយាមសម្រួលគាត់អត់ព្យាយាមប្រាប់គឺពិបាកធ្វើការជាមួយមែនតើរហូតដល់ចុងក្រោយគឺបងស្រី3នាក់នៅក្នុងឡានហ្នឹងហើយសិតតែចិននៅរុំខាងក្រៅនៅពេលដែលឡានយើងវាខូចកដាលទឹកហ្នឹងអូនឯងសម័យមើលថាតើអូនឯងហ៊ានចុះដោយរបៀបណាហ៊ានចុះពីលើឡានទៅបីឡានកំពុងលិចឬក៏កំពុងតែខូចលបើកអីគេអាកាំងមុខណាលបើកមកអស់លីងអត់ហ៊ានចុះពីលើឡានពេលហ្នឹងខឹងខ្លាំងមែនទែនហើយក៏សួរនាំជាច្រើនអញ្ចឹងហើយនិយាយប្រាប់ឲ្យតម្រាំទៅដល់កន្លែងគេងនៅតែអត់ប្រាប់ទៀតថាកន្លែងថតរបស់យើងនៅសុខាហ្នឹងសួរមិនក៏អត់ដែររហូតដល់ទៅដល់កន្លែងគេងកន្លែងហ្នឹងគេងអត់បានទេសិតតែចិនទៀតអូយរួមមានរឿងច្រើនមែនតើមកកាត់រហូតដល់ព្រឹកឡើងនៅតែឲ្យបងជិះទៅហើយកណ្ដឹងយើងមិនមានអីជិះទៅស្រួលបើនៅស៊ីមរៀបគាត់មានតុកគាត់អីគេអាកា pass app យើងតុកអីចឹងទៅតែមកមានតុកទេកាលហ្នឹង3អីចឹងទៅអីស្រួលចឹងទៅហើយនេះនៅកំពង់សោមមិនឯងយល់អត់រហូតដល់ចុងក្រោយបងថាឥឡូវចេះមកឡានក្រុមហ៊ុនឡានស្អីក៏បានដែរមកយកខ្ញុំមកឲ្យតែបានមកយកខ្ញុំទៅដល់កន្លែងថតរហូតដល់ពេលឡានក្រុមហ៊ុនហ្នឹងតម្រាំតែឡានក្រុមហ៊ុនហ្នឹងមកដល់វាម៉ោងបាយថ្ងៃណាទុយណែម៉ោងបាយតម្រាំម៉ោងបាយថ្ងៃហ្នឹងបងថាដូចអត់កើតទេស្ងាត់ទៅហើយកាលនោះសេវាវេទនាណាស់ហ្នឹងហើយបងអញយល់ថាវាវេទនាមែនតើបងមានអារម្មណ៍មួយថាគេកំពុងបោះបង់បងចោលហ្មងតួស្រីមួយទាំងមូលហេតុអីបានអត់ខ្វល់អញ្ចឹងធ្វើមិនមកបានជិះមកឲ្យតួរោដំណោះស្រាយខ្លួនឯងបងខឹងញ័រសាច់
ចុងក្រោយបងធ្វើបាបគេបងឲ្យគេមកយកបងពេលឡានបងចាប់ដើមធ្វើឲ្យបងរយជើងមកបានឡាននឹងធ្វើឲ្យអត់ពឹបតែក៏ប៉ិតបងទៅបានទេតែបងអត់ទៅឡាននឹងជិះមកឡាននឹងខូចឡានធំមួយទាំងមូលឡានក្រុមការងារនៅខូចឥឡូវឯងសម័យមើលតម្រាំឡានទូចបងឡានខូចឡាននឹងខូចតបានពេលឡានក្រុមការងារជិះមកណាគាត់ឲ្យបងសួរចុងក្រោយហ្នឹងគាត់ថាគាត់ថតនៅសុខាខ្ញុំថាបឺនអ្នកឯងប្រាប់ខ្ញុំតែមួយម៉ាត់ថតនៅសុខាខ្ញុំនឹងរកកន្លែងគេងនៅហ្នឹងហើយនៅម្ដុំហ្នឹងហើយខ្ញុំអាចចាំបាច់ជិះមកតាំងកដាលយប់កាត់ព្រៃកាត់អីចឹងទេសពគ្រប់ចឹងទេរហូតដល់បងប្រាប់ថាពេលយប់បានខ្ញុំទៅដល់ថតបងនិយាយអញ្ចឹងហ្មងថាយប់បានខ្ញុំថតមិនម៉ោង6ពឹបដល់បងដល់ហ្នឹងហ្មងតែតាមក៏ប៉ិតបងនៅម្ដុំនេះទេបងក៏នៅចិត្តសុខាហ្នឹងដែរបងអត់ទៅ director ហ្នឹងគឺបងឆ្លោះជាមួយត្រង់ថាវាមានរឿងច្រើនពេកហើយដែលបងឃើញទស្សនវិជ្ជាហ្នឹងច្រើនពេកបងខឹងជំនួសខ្មែរបងទៅដល់សឹងថាបងឈរទៅដល់បងផ្ទះកាភ្លៀង director ហ្នឹងបានបងផ្ទះកាភ្លៀងអាក្រក់ណាស់ចុះកាលពីជំនាន់មុនហ្នឹងស្រីគ្នាតួ extra តួអីពេលខ្លះ10 20រៀលក៏គ្នាថតដែរណាគ្នាចង់ឃើញមុខក្នុងទូទូហ្នឹង 10 20រៀលក៏គួរសមដែរបងចាអូនតែមើងងាយណាស់អូនតាមស្រួលអត់បាយហូបលើហ្នឹងតាមស្រួលហ្នឹងនិយាយរួមទៅគឺពិបាកហ្មងដល់ពេលចុងក្រោយគាត់ទៅលុកលេងអញ្ចឹងទៀតបងខ្ញុំអត់សាច់ហ្មងណាហើយអ្នកខ្លះដូចស្អីគ្នាគេនៅធ្វើការមួយគ្នាគេថាបងមិនមែនរឿងហ្មងឯងខ្ញុំថាមិនបានត្រូវនិយាយអញ្ចឹងអូនឯងអត់ស្រីទេពួកយើងមិនមែនខ្មែរពួកយើងខ្មែរមិនបានតែកាន់ជើងពួកថៃហ្នឹងអញ្ចឹងស្រីហ្នឹងរបៀបថាគាត់ឃើញស៊ាំហីគាត់ក៏មកប្រាប់យើងអញ្ចឹងបងអារម្មណ៍លេងល្អមួយ director ហ្នឹងហ្មងអញ្ចឹងតាំងពីបងខូចនឹងមកនិយាយថាអាកម្មកររហូតគឺបងដូចរបៀបដូចបងលេងពេញចិត្តណាបងអត់លេងមានតម្លៃបងអត់ឲ្យតម្លៃមានអារម្មណ៍ថាហេតុអីបានត្រូវគេមើលងាយខ្មែរហើយមានកាមេរ៉ាមែនក៏ជន់ជាតិថៃដែរប៉ុន្តែកាមេរ៉ាមែនខ្លះក៏គេមានសជីវធម៌របស់គេដែរណាតែ director មួយហ្នឹងឯងហើយគឺល្បីជាច្រើនដែលគាត់នឹងមិនអញ្ចឹងបងថាអូបើខ្ញុំដឹងមុនខ្ញុំអត់ទេព្រោះពេលខ្ញុំនិយាយអត់និយាយមួយថៃទេខ្ញុំនិយាយមួយខ្មែរខ្ញុំអត់ដឹងហើយមានរឿងមួយទៀតដែលបងខឹងខ្លាំងមែនទែនដោយសារបងធ្វើតួភ្លោះតួមួយមូសក់តួមួយត្រង់សក់អញ្ចឹងបើមួយថ្ងៃពេញថតតួហ្នឹងអញ្ចឹងឲ្យបងថតតួកាចអញ្ចឹងបងយកកៅអៅតួកាចមកទាំងអស់ហើយប្រាប់គេប្រាប់បងតែម៉ោង11យប់ទេហើយតួងើបម៉ោងប៉ុន្មានបើថតម៉ោង5ភ្លឺហ្នឹងអូនឯងយល់អត់យើងដេញតាមសួររហូតដល់ហើយតួត្រូវចាំរកខ្លួនឯងគ្រប់យ៉ាងពួកបងថតខ្លួនឯងអីខ្លួនឯងបងចាំរបស់ខ្លួនឯងរហូតថតរកពេលខ្លះខុសបងអ្នកប្រាប់វិញថាអាហ្នឹងមិនអញ្ចឹងតែឆែកមើលទៅបានអូខេហ្នឹងហើយបងអាហ្នឹងមិនអញ្ចឹងតែគេមានក្រុមការងារការរកមានក្រុមការងារប៉ុន្តែញ៉ៃហ្មងជារឿងដូចរឿងចុងក្រោយដែរណារឿងចុងក្រោយដែលបងថតរឿងភាគខ្មែរបងពោយបងវេទនីឲ្យបងថតទៅតួកាចតួភ្លោះ2មុខបង2យកកៅអៅមកអស់ហើយណាមកដល់កន្លែងថតនៅបឹងតបែកមកដល់កន្លែងថតហើយអស់ពឹបម៉ោងអង្គុយចាំគេធ្វើខ្លួនហើយអស់ហើយអូនឯងត្រូវដឹងថាសាក់មូហើយសាក់តួកាចស្រាប់តែគេមកប្រាប់វិញថាបងខ្ញុំសុំដូរទាំងអស់យកតួស្លូតទាំងអស់មុខហ្នឹងក៏ត្រូវកែសាក់ហ្នឹងក៏ត្រូវលាវិញអាហ្នឹងមិនជុំទេតែងុំកៅអៅដូរទាំងអស់អ្នកណាគេទៅរៀបកៅអៅបងអូនឯងយល់ទេបងនិយាយអត់អ្នកដតីទៅរៀបកៅអៅបងយ៉ាងម៉េចដែលត្រូវកៅអៅវាមានកៅអៅ office និងមានកៅអៅបងត្រូវដឹងរឿងហ្នឹងមួយទាំងមូលថាក្នុងកៅអៅទាំងអស់ហ្នឹងដែលប្រើហ្នឹងតើថតនៅកន្លែងណាខ្លះថតនៅផ្សារទំនើបឬក៏ថតនៅកន្លែងធ្វើការឬក៏អីបែបណាចឹងមិនត្រូវរៀបទាំងអស់ហើយកូនចៅយើងពេលខ្លះមិនដឹងថាអានេះដាក់មួយអានេះស៊ីពីព្រោះកៅអៅយើងមិនកៅអៅក្រុមហ៊ុននេះមិនចឹងអញ្ចឹងបងត្រូវបកទៅវិញថតត្រូវយកកៅអៅហ្នឹងឡើងវិញទាំងអស់ហ្មងហើយមួយថ្ងៃពេញមួយថ្ងៃសម្រុកបង5 10ទៅ20ស៊ីននៅលើឯងសម័យមើលម៉ោង9ទឹកមកប្រាប់ថាដូរទាំងអស់ឥឡូវម៉ោងប៉ុន្មានដែលបងត្រូវទៅរៀបកៅអៅម៉ោងប៉ុន្មានដែលត្រូវត្រឡប់មកថតវិញបាក់មែនតើហ្មងបងអត់ដែរថតរឿងបាក់ដល់ថ្នាក់ហ្នឹងគឺជារឿងប្រវត្តិសាស្ត្រមួយដែលបងធ្វើបាបក្រុមការងារធ្វើបាបផលិតកម្មវិញហ្មងមានន័យថាការធ្វើបាបរបស់បងហ្នឹងគឺបងគ្រាន់តែមិនឲ្យគេធ្វើបាបបងទៅជាបងឈ្មោះមិនល្អរបៀបនេះថារឿងច្រើនណាមិនបានត្រូវរឿងច្រើនមិនបានខ្ញុំត្រូវផ្លាស់ប្ដូរតាមអារម្មណ៍របស់គេហេតុអីបានមិនច្បាស់ជាមួយខ្ញុំអញ្ចឹងហើយបានបងតែងតែសួរក្រុមការងាររាល់ពេលថតតួដែលមកថតយើងខ្ញុំតែងតែយល់ពីព្រោះខ្ញុំយល់ពេលដែលខ្ញុំធ្វើតួខ្ញុំតែងតែឲ្យតម្លៃតួស្មាហូបអីញ៉ាំអីទាំងអស់គ្នាព្យាយាមយល់ពីតួថតរួមគ្នាហ្នឹងណាគឺចង់និយាយថាគេធ្វើបាបយើងសោះពេកធ្វើបាបក្នុងនាមជាតួម្នាក់ហើយហ្នឹងយល់អារម្មណ៍មួយហ្នឹងយល់អារម្មណ៍ច្រើនបាត់ពិសោធន៍ច្រើនណាយល់អត់ហ្នឹងជារឿងចុងក្រោយដែលបងជប់ថតរឿងភាគហ្មងជាបាត់មុខពេកទាំងបងថាបងជប់ថតហើយបងដូចជាឆ្អែតយល់ហើយក៏ធ្វើបាបគេមិនស្ទើរដែរចាធ្វើបាបគេមិនស្ទើរជីវិតនេះមិនចង់ឈ្នះពីណាគេទេមិនចង់ឈ្នះពីណាគេតែក៏មិនចាញ់ដែរប៉ុន្តែបញ្ជាក់ប្រាប់បងប្អូនម្ដងទៀតពេលដែលបងឌីសូតាគាត់រួមការងារជាមួយ director សៀមហ្នឹងគឺពេលហ្នឹងយកអត់ទាន់ឆ្លោះគ្នាទេបញ្ជាក់ពេលហ្នឹងអត់ទាន់ឆ្លោះគ្នានៅឡើយទេណាអូមួយទៀតចុងក្រោយលុយដែលបានពីការថតតាំងប្រហែលបងយកទៅជូនគុណធបុប្ផាទាំងអស់អូបងនៅចាំអត់ភ្លេចលុយបើកចុងក្រោយនៃ20%អ
ទាំងអស់ហ្មងបើកថ្ងៃហ្នឹងបងថតផុសបងទៅដល់ជូនគុណថាបងថតផុសលុយទាំងអស់ខ្ញុំចូលទៅគុណថាបផាឲ្យអស់កម្មពៀធំហ្នឹងខ្ញុំខ្លាចហើយខ្ញុំរៀងហើយអត់មានបានយកមករៀនទេបងថតផុសទៀតកណ្ដឹង បាទដែរបង តែឆ្ងាញ់ថង caption ទៀតលុយដែលគាត់បានចំណាយទាំងអស់ហ្នឹងណាមានន័យថាគាត់ចង់ឲ្យអស់កម្មពៀជាមួយនឹងក្រុមហ៊ុនមួយហ្នឹង អាហោសកម្ម អាហោសិកម្មហើយលុយហ្នឹងបងយកទៅធ្វើបន់បងអត់យកលុយក្តៅកាហាយហ្នឹងមកចាយទេអូខេនិយាយបែបហ្នឹង អញ្ចឹងចូលដល់រឿងចុងក្រោយតែម្ដងគឺអតិពលអ្នកទី3នៅចាំរឿងនឹងបានទេបាទ រឿងនេះឆ្ងាញ់ដែរ ឆ្ងាញ់ដែរណែ រឿងហ្នឹងបើមែនតើខ្ញុំមានប្រពន្ធហើយប៉ុន្តែខ្ញុំមានស្រីទៀតខ្ញុំខ្លាចចិត្តស្រីខ្ញុំហ្នឹងណាពេលហ្នឹងស៊ីនហ្នឹងប្រពន្ធខ្ញុំនៅខាងក្រៅហើយខ្ញុំឡើងដេកមួយស្រីនៅខាងក្នុងគាត់តែដេកអោបទេពេលដែលប្រពន្ធខ្ញុំគាត់ចូលមកឃើញ យើងខ្លាចចិត្តស្រីនឹងភ្ញាក់វិញណែ ខ្ញុំនេះអត់មានខ្លាចចិត្តប្រពន្ធទេ ខ្លាចចិត្តស្រី ខ្ញុំខ្លាចចិត្តស្រីភ្ញាក់អីខ្លាចអត់ហ៊ានកម្រើកដៃទេមើលតែមុខប្រពន្ធធម្មតាទេហើយមើលមកមុខតួស្រីវិញខ្លាចគាត់ភ្ញាក់ រឿងហ្នឹងជារួមហ្មងគ្រាន់តែចង់ឲ្យយល់ថាចេះមនុស្សស្រីណាចង់ធ្វើអ្វីក៏បានដែរប៉ុន្តែដោយសារតែមនុស្សស្រីឲ្យតម្លៃខ្លួនឯងនិងឲ្យតម្លៃស្វាមីទើបមនុស្សស្រីមិនធ្វើចរិតដូចស្វាមីដែលមានអ្នកណាបានទាំងអស់ហិចហើរដើរលេងផឹកស៊ីម៉ាក់ភឿនមនុស្សស្រីគាត់មិនមែនមិនចេះធ្វើទេប៉ុន្តែមនុស្សស្រីព្យាយាមឲ្យតម្លៃខ្លួនឯងនៅក្នុងហ្សូនមួយដែលជាប្រពៃណីវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរឬក៏អីបែបណាក្នុងហ្សូនមួយដែលអូខេត្រូវតែជាមនុស្សស្រីដែលល្អសាងឲ្យគ្រួសារក៏ល្អក្នុងរូបភាពសាងឲ្យសង្គមនឹងក៏ឃើញរូបភាពល្អក៏ជាគំរូដល់កូនទើបធ្វើឲ្យវាជារបាំងជារនាំងមួយដូចឃុំមនុស្សស្រីចឹងរហូតមកដល់បច្ចុប្បន្នហ្នឹងអញ្ចឹងយើងលើកចំណុចមួយថាមនុស្សស្រីតាំងកប៉ិតណាពេលគាត់ធ្វើខ្លួនដូចស្រីហ្នឹងដូចជាស្រីក្នុងនាមជាស្រីស្នេហ៍ស្រីអីឧទាហរណ៍ស្រីដែលស្អាតមួយចំនួនពេលខ្លះគាត់ស្អាតជាងទៀតឲ្យតែគាត់ធ្វើខ្លួនតែគាត់លះបង់រូបសម្រស់លះបង់កម្លាំងកាយចិត្តរបស់គាត់ដើម្បីកូនដើម្បីប្តីដើម្បីមនុស្សប្រុសម្នាក់ហ្នឹងធ្វើឲ្យយូរទៅដូចវាបាត់បង់តម្លៃហ្នឹងនៅក្នុងកាយភ្នែកមនុស្សប្រុសហ่ะមែនមនុស្សប្រុសតែក្មេងនៅតែស្រឡាញ់ក្មេងរហូតហ្នឹងវាត្រឹមត្រូវហ្មងយើងចាស់គាត់នៅស្រឡាញ់ក្មេងដែរអញ្ចឹងទៅគាត់ឃើញអារូបភាពស្អាតអស់ហ្នឹងហើយយើងត្រូវសភាពយើងមិនធ្វើខ្លួនហើយគាត់អាងតែជាប្រពន្ធផងគាត់មិនខ្លាចបាត់បង់យើងទេដល់ពេលអញ្ចឹងមនុស្សស្រីហ្នឹងក្នុងរូបភាពហ្នឹងដែលបងឲ្យឃើញមនុស្សស្រីហ្នឹងចូលក្លឹបចូលអីអញ្ចឹងគាត់គ្រាន់តែចង់ឲ្យឃើញថានេះបើគាត់ចូលក្លឹបមិនបើគាត់ធ្វើអញ្ចឹងវាយ៉ាងម៉េចហើយពេលគាត់ធ្វើខ្លួនគាត់ស្អាតអត់គាត់ដូចស្រីហ្នឹងអត់ស្អាតជាងស្រីហ្នឹងឬក៏អត់អីអញ្ចឹងណារបៀបដូចការខូចចិត្តរបស់មនុស្សស្រីធ្វើឲ្យមនុស្សស្រីហ្នឹងផ្លាស់ប្ដូរហ្មងអញ្ចឹងណាដល់ពេលអញ្ចឹងពេលដែលគាត់ត្រឡប់មកវិញគាត់ស្ដាយក្រោយនៅពេលដែលគ្រប់យ៉ាងដែលគាត់ព្យាយាមផ្សះផ្សាមនុស្សស្រីហ្នឹងចង់ចិត្តទុនប៉ុន្តែនៅពេលដែលសម្លឹងឃើញគាត់អនុស្សាវរីយ៍តាំងប្រហែលចឹងមិនក្នុងសាច់រឿងហ្នឹងយើងធ្វើ flashback ហ្នឹងណាសម្លឹងឃើញអាភាពអាណិតរបស់គាត់ take care របស់គាត់ចាប់ផ្ដើមចង់ចិត្តទុនឯងជាធម្មតាធម្មជាតិរបស់មនុស្សស្រីចិត្តទុនអញ្ចឹងមែនឃើញតែប្តីលួងចង់ចិត្តទុនណាស្រាប់អាណិតឃើញដល់រូបភាពខ្លួនឯងដែលស្និទ្ធស្នាលជាមួយប្តីអោបថាប្តីស្រាប់តែសម័យដល់អាពេលប្តីអោបថាមួយមនុស្សស្រីមួយទៀតហ្នឹងស្វាងចេះបដ ாய் ដូចចង់លើកលែងទោសប៉ុន្តែគួរតែអាណិតប្តីឬក៏អាណិតខ្លួនឯងច្រើនជាងអញ្ចឹងណាគ្រាន់ថាយើងធ្វើតែមួយជ្រុងឯងឲ្យមើលថាតាំងកាប៉ិតរឿងខ្លះឲ្យគេមើលទៅឲ្យគេវែកញែកថាតើគួរលើកលែងទោសឬក៏មិនលើកលែងទោសបើអ្នកឯងលើកលែងទោសតើនឹងបានលទ្ធផលមិនហើយបើមិនលើកលែងទោសតើបានលទ្ធផលមិនឲ្យអ្នកមើលនឹងគាត់យកទៅពិចារណាទេពីព្រោះរឿងយើងភាគច្រើនមិនដែលបានបញ្ចប់សេចក្តីស្រួលទេគ្រាន់តែមកផាតរហូតតែបញ្ចប់សេចក្តីស្រួលចង់មានន័យថាចេះឲ្យបងប្អូនទាំងគ្នាគិតពិចារណាខ្លួនឯងរកពេលបញ្ចប់ដល់ខ្លួនឯងចាប់ទៅរឿងនេះមិនមែនយើងចាំកាត់ច្រើនទេអានេះបើសិនជាការយល់ឃើញរបស់ខ្ញុំមនុស្សប្រុសដែលមានប្រពន្ធពេលដែលគាត់មើលប្រពន្ធរបស់គាត់ហើយនឹងមើលស្រីក៏អត់ដូចគ្នាទេតែបើសិនជាគាត់មើលសាច់រឿងរបស់យើងហើយគាត់យកសាច់រឿងទៅរៀនសូត្រវិញសបញ្ជាក់ឲ្យបានឃើញថាមនុស្សស្រីកាលណាដែលដល់អាយុកាលមួយសម្រស់វានៅតែបាត់បង់ប្រពន្ធមិនធ្វើខ្លួនហើយនឹងស្រីខាងក្រៅធ្វើខ្លួនអត់អាចយកមក compare គ្នាបានទេបើសិនជាប្រពន្ធខ្លួនឯងធ្វើខ្លួនក៏ស្អាតដូចគេដែរគាត់មើលរឿងហ្នឹងក៏គាត់អាចយល់ដែរដោយសារអីពេលដែលគាត់មានស្រីទាំងដែលប្រពន្ធរបស់គាត់គឺជានារីម្នាក់ដែលមិនធ្វើខ្លួនទេពីព្រោះថាសាច់រឿងហ្នឹងគាត់អត់ធ្វើខ្លួនទេប្រពន្ធខ្ញុំគាត់មិនធ្វើខ្លួនគាត់សាមញ្ញបំផុតគាត់មើលទៅប្រពន្ធគាត់វាធម្មតាអ្វីដែលមិនធម្មតាហ្នឹងគាត់មើលទៅឃើញមនុស្សស្រីស្អាតប៉ុន្តែអ្វីដែលគាត់រៀនសូត្រមកវិញមនុស្សស្រីណាក៏ស្អាតដែរឲ្យតែខាងក្នុងល្អបើសិនជាតែងខ្លួនវាស្អាតដូចគ្នាតែបើសិនជាចង់បានគង់វង្សយូរអង្វែងយើងមើលទៅលើចិត្តថ្លើមតែអ្វីដែលបងលើកឡើងមិនមែនចង់មានន័យថាបងស្រីដែលគាត់ជាមនុស្សស្រីដែលនៅខាងក្រៅហ្នឹងតែងខ្លួនហើយគាត់មិនមែនអត់ល្អទេហ្នឹងហើយព្រោះអ្នកខ្លះគេដែរដឹងថាមនុស្សប្រុសហ្នឹងមានគ្រួសារទេនិយាយចាស់ហ្មងហ្នឹងហើយអាចមើលរឿងហ្នឹងហើយបងប្អូនអរនេះអាចពិចារណាភាគបញ្ចប់ឬក៏គិតដល់ខ្លួនឯងបានអញ្ចឹងអញ្ចឹងសរុបមកវិញបាទរឿងទាំងអស់បាទសួរទៅបងតារ៉ាត់
ពេញចិត្តរឿងណាជាងគេក្នុងរឿងដែលបានសម្ដែងទាំងអស់ហ្នឹង ពេញចិត្តទាំងអស់សាច់រឿងប៉ុន្តែរឿងដែលខ្ញុំពេញចិត្តជាងគេហ្មង បាទ មានមួយរឿងទៀតរឿងបងប្អូនស្រីរឿងខ្ញុំតែងខ្លួនពីរមួយក្មេងមួយចាស់មែនទេបង មួយក្មេងមួយចាស់សាច់រឿងវាដូចជាមានន័យច្រើន មានន័យច្រើន បាទមានន័យ មានយំមានសោក ដូចរសជាតិច្រើនណា បាទប៉ុន្តែចប់ទៅវាអត់ទាន់អស់សេចក្តីគេប្រកាសជាចង់ដឹងឯថាតួប្រុសនិងតួស្រីវាទៅជាបែបណាទៀតដោយសារ អូ ខ្ញុំ ជារឿងមួយដែលគេសុំតភាគណា ហ្នឹង យើង ហើយ អត់ត បើសិនជាបងប្អូនអស់គ្នាចាប់អារម្មណ៍បាទអាចចូលទៅឆែកបានឬក៏រងចាំតួរបស់យើងម្នាក់ទៀតនឹងមកនិយាយសម្ដែងក្នុងពេលឆាប់ៗហ្នឹងអញ្ចឹងណាបាទមិនដឹងទៅពេលដែលបានធ្វើការជាមួយ live media បានសម្ដែងនៅក្នុងរឿងជាមួយនឹង live media សម្រាប់ចំណាប់អារម្មណ៍ខ្ញុំហ្មងយល់ឃើញថាល្អគឺជាផលិតកម្មមួយដែលខុសពីផលិតកម្មដទៃអានេះធ្វើការដូចបងប្អូនហ្នឹងបើនិយាយពីឲ្យរួមទៅបែប family ពេលដែលបានរួមការងារជាមួយនឹងរៀមច្បងទៀតអានេះវាកាន់តែសប្បាយចិត្តទៅទៀត បាទ អ្វីដែលយើងចង់បានហើយអ្វីដែលយើងគិតនៅក្នុងចិត្តថាថ្ងៃណាមួយខ្ញុំនឹងបានសម្ដែងជាមួយនឹងគាត់ប៉ុន្តែឥឡូវយើងមានឱកាសយើងបានដឹងពីគាត់ច្រើនគាត់គឺជាមនុស្សបែបណាអីបែបណាហើយយើងកាន់តែសប្បាយចិត្តកាន់តែឲ្យតម្លៃទៀត បាទអូខេបាទបងស្រីបាទយ៉ាងម៉េចដែរនៅពេលដែលបានសម្ដែងជាមួយគាត់បាទ យើងមានមោទនភាពដូចតួខ្មែរយើងជាច្រើនជាពិសេសក្មេងៗសកលក្រោយគាត់មានសមត្ថភាពយើងគួរតែមោទនភាពដោយសារតែរលកក្រោយក៏នៅតែល្អហើយណាមួយយើងគួរតែ proud សម្រាប់តួទាំងអស់ដោយសារអីខ្មែរយើងអត់មានសាលាបរិញ្ញាទេមិនមែនដូចស្រុកគេសាលាបរិញ្ញាឡើងដូចយើងមហាវិទ្យាល័យអញ្ចឹងណាមានឆ្នាំទី1ឆ្នាំទី2ឆ្នាំទី3ឆ្នាំទី4រហូតដល់បញ្ចប់បានចាប់ផ្ដើមចូលថតរឿងគេដាក់តួណានៃរោលគេមានស្រាច់ហ្មងដូចថាធនធានតាក់ទងជាមួយហ្នឹងគេមានសម្បូរបែបណាដោយយើងអត់ទេតួទាំងអស់សិតតែខំប្រឹងខ្លួនឯងហ្នឹងហើយបានថតទៅអាប់ដេតដោយសារ director ខ្លះគាត់ជួយបញ្យល់ណែនាំផងទៅគ្នាក៏វាអាប់ដេតតាមហ្នឹងសិតតែនិយាយរួមតួហ្មងគឺបទពិសោធន៍ពី director ពីរៀមច្បងដែលថតជាមួយភាពច្រើនគឺបានហ្នឹងហើយអញ្ចឹងទេតែបើឲ្យគាត់មានសាលាបរិញ្ញាគឺវិចិត្រសិល្បៈយើងមានប៉ុន្តែគ្រាន់តែអ្នកដែលទៅរៀនអ្នកដែលដឹងលឺអ្នកដូចថាព័ត៌មានដែលដឹងផ្សព្វផ្សាយនឹងវាតិចវាពិបាកមិនសូវជាមានគ្រូទលំទលាយគ្រូក៏ពេលខ្លះគាត់រវល់ជាមួយជីវិតគាត់ផងក៏មិនមានពេលដែលគាត់ទៅបរៀនផ្ដល់ share បទពិសោធន៍នៅសាលាដែរអញ្ចឹងណាវាតិចតួចហើយដល់ពេលជាក់ស្ដែងដល់ពេលយើងសម្ដែងជាមួយពួកគាត់បានប៉ុណ្ណឹងយើងមោទនភាពពេកហើយដែលគាត់អាប់ដេតខ្លួនឯងហើយហ្នឹងយើងមានដងខ្លួនឯងចុះបើយើងសម័យមើលថាមានគ្រូហើយយើងមានស្រួលបួលរៀបចំសាលាបរិញ្ញាថ្នាក់បណ្ដុះបណ្ដាលសកលមិនដឹងជាបកកាយប៉ុណ្ណាព្រោះមិនតែសំដែងណាកូនខ្មែរក្មេងៗក្រោយនឹងគូឆ្លាតបកកាយទាំងរាំទាំងច្រៀងទាំងសំដែងទាំងរូបសម្បត្តិឥឡូវក្មេងៗឥឡូវស្អាតហើយល្អច្រើនអញ្ចឹងក្នុងនាមយើងជារៀមច្បងទៅយើងមោទនភាពយើងអត់មានអីក្រៅពីចង់ឲ្យប្រទេសយើងវាដូចចម្រើនគ្រប់វិស័យទេដល់ពេលអញ្ចឹងដូចតារាជាក់ស្ដែងតាសាគាត់បានទាំងអស់ដែរទាំងរូបសម្បត្តិទាំងអីចឹងទៅហើយចេះតែលើកទឹកចិត្តពីព្រោះតារាប្រុសបើតារាស្រីយើងគ្រាន់រៀងច្រើនអញ្ចឹងណាអញ្ចឹងតារាជំនាញខាងប្រុសយើងក៏នៅរៀងមានកម្រិត មានកម្រិតដែរអញ្ចឹងបាទពីពេលខ្លះចេះយើងត្រូវការគាត់រូបសម្បត្តិអូខេហើយតែការសម្ដែងគាត់ស្ទើរអ្នកខ្លះការសម្ដែងគាត់អូខេហើយតែរូបសម្បត្តិហ្នឹងឲ្យឡើងជាតួឯកតួអង្គនឹងមួយវាអត់បានទេពេលខ្លះតួអញ្ចេះទៅយើងចង់បានតួគាត់បែបហ្នឹងគាត់សម្ដែងបានតែគាត់វាអត់ត្រូវតួនឹងអាលុកខាងក្រៅត្រូវហើយបើតួស្រីទោះបីរូបសម្បត្តិគាត់មិនសូវអីណាស់ណាគាត់កែគាត់លាបម្សៅ make up ទៅគាត់យោងបានខ្លះតែតួប្រុសមិនមែន make up អីក្រាស់ដូចស្រីណាអញ្ចឹងត្រូវការគាត់ធម្មជាតិមកអំណោយផលល្អច្រើនអញ្ចឹងណាអញ្ចឹងពេលដែលយើងមានរូបសម្បត្តិហើយយើងបង្កើនសមត្ថភាពយើងថែមហើយនឹងអត្តចរិតយើងទៀតល្អហ្មងហើយខ្ញុំតែងតែបញ្យល់ប្រាប់តារាពីព្រោះពេលដែលថតមួយគ្នាយើង share បទពិសោធន៍ដូចគ្នាច្រើនខ្ញុំតែងតែប្រាប់ថាចិត្តយើងបេះដូងយើងខាងក្នុងណាមិនមែនតែរូបសម្បត្តិនៅខាងក្រៅសំខាន់មែនទែនពីព្រោះ director ហ្នឹងហើយដូចអ្នកចិត្តសាស្ត្រអញ្ចឹងដែលគាត់អាចមើលដឹងថាមនុស្សនឹងទៅថ្ងៃមុខមិនបន្ទាប់ពីនឹងវាយ៉ាងម៉េចហើយគាត់ជាមនុស្សបែបណាគួរលើកគួរតែឲ្យគាត់យ៉ាងម៉េចចូលក្នុងរោលណាគឺគាត់ដូចអ្នកចិត្តសាស្ត្រមួយដែលមើលមនុស្សដឹងណាអញ្ចឹងយើងរៀបអត្តចរិតយើងឲ្យល្អដើម្បីខ្លួនយើងដើម្បីសិល្បៈយើងត្រូវតែធ្វើអញ្ចឹងណាដូចបងក្រោយមកដែលបងមានបញ្ហាស៊ីសងមើលលើសមត្ថភាពខ្លួនឯងតែខ្លួនឯងមានអីហើយខ្វះអីគួរតែបង្កើនអីថែមអញ្ចឹងទៅបើតារ៉ាត់គាត់ល្អរៀងច្រើនហើយអញ្ចឹងមិនមែនមានវីដេអូច្រើនដែលថតជាមួយតារ៉ាត់ទេបាទ Flick Manson បាទវីដេអូ
ទាំងអស់របស់ Live Media គាត់រៀងច្រើនជាងគេ ច្រើនជាង ទោះបី គេ អាចចេញតិចក៏ដោយ តិចក៏ដែរ អាច ក៏មាន ច្រើន តារ៉ាត់ ក៏ដោយ និយាយទៅ បាទ គាត់ល្អច្រើនតាការគ្រប់ពេលវេលារបស់គាត់ការងាររបស់គាត់ហើយសប្បាយចិត្តជាងគេគឺជាតួដែលចេះរៀបខ្លួនតួបែបអញ្ចេះកៅអៅបែបអញ្ចេះគាត់កម្រភ្លាវមានន័យថាតួដែលស្រឡាញ់ខ្លួនឯង តួមនុស្សប្រុសចាមនុស្សប្រុសមិនងាយទេមនុស្សប្រុសពេលខ្លះអាភាពដែលស្រឡាញ់ខ្លួនឯងនឹងរៀបចំខ្លួននឹងពេលខ្លះគ្នាមិនអត់ខ្ចត់ដូចស្រីទេអញ្ចឹងណាតែតារ៉ាត់មានមកកាផ្លេគេចេះដឹងថាខ្លួនគេពាក់អីសមគួរធ្វើបែបណាគេស្រឡាញ់ខ្លួនគេជាតួមានន័យថាគេជាតួមានអារម្មណ៍មានចិត្តគំនិតតួនៅក្នុងខ្លួនស្រាប់អញ្ចឹងមាន character ជាតួ ចា character ជាតួគេល្អរបស់គេគ្រាន់តែនៅក្រៅខ្ញុំតែងតែប្រាប់ថាតារ៉ាត់ណាបើសិនជាយើងខ្លាចទៅជាតួហើយអីដែលបងចង់ឲ្យឃើញល្អជាងហ្នឹងអាហ្នឹងមិនតែតារ៉ាត់ទេខ្ញុំប្រាប់ក្មេងៗទូទៅមិនថាស៊ីរីកាក៏ដោយពួកគាត់ច្រើនតែប្រឡែងខ្លួនខ្ញុំថាកុំអីពីព្រោះ fan យើងមានគ្រប់ទីកន្លែងមានគ្រប់ស្រទាប់វណ្ណៈធ្វើម៉េចឲ្យយើងនៅតែជាតួយើងនៅតែជាតារាព្រោះពាក្យថាតារាពាក្យថា idol ហ្នឹងគឺគាត់មានអីដែលខុសប្លែកពីមនុស្សធម្មតាមិនមែនយើងតារាយើងបកើនរឹកទេធម្មតាមិនមែនបកើនរឹកទេប៉ុន្តែអារូបសម្បត្តិគាត់ហ្នឹងណាឲ្យគាត់នៅតែរក្សាដដែលកុំឲ្យគាត់ប្រឡែងខ្លួនរហូតដល់ធាត់កត្រីកត្រូលពាក់កៅអៅមិនជាបាល់ទេគាត់ខ្ជិលគាត់អីទៅវាដូចបាត់បង់ខ្លួនឯងអាហ្នឹងឯងគេស្មើនឹងមិនឲ្យតម្លៃខ្លួនឯងចាប់ដើមលេងឲ្យតម្លៃខ្លួនឯងជាតារាអញ្ចឹងវាមើលមកធម្មតាហើយពេលដែលជួបមុខនៅខាងក្រៅច្រើនពេកឡើងស៊ាំឯងយើងលេងដូចមនុស្សធម្មតាដូចមិនសូវជាមានតម្លៃអីសម្រាប់ក្នុងកៅភ្នែកគេទេអញ្ចឹង អូខេអញ្ចឹងនេះគឺជា advice មួយដែលបងប្អូនទាំងអស់គ្នាជាពិសេសបាទសិល្បករការនេះជំនាន់ក្រោយអាចរៀនឬក៏ស្ដាប់ឬក៏យកតាមបានតិចក្តីច្រើនក្តីបាទនេះគឺជាបទពិសោធន៍ដែលបងទាំងពីរអ្នកជាពិសេសបងឌីសូនីតាដែលគាត់ជារៀមច្បងបាទគាត់បានចែកម្លែកហើយអញ្ចឹងថ្ងៃនេះក៏អរគុណទៅដល់បងទាំងពីរជាពិសេសគឺអរគុណដល់បងតារ៉ាជាពិសេសដែលបានចំណាយពេលចូលរួមហើយចុងក្រោយនេះអស់ភារកិច្ចខ្ញុំហើយបាទសូមអញ្ជើញបងស្រីបាទបញ្ចប់កម្មវិធីហើយនឹងផ្សាយពាណិជ្ជកម្មបាទ អូខេចុងក្រោយហ្មងគឺនៅតែអរគុណទស្សនិកជនដែលតែងតែគ្រប់គ្រងរាល់វីដេអូរបស់ Live Media យើងទាំងអស់តែម្ដងមិនថាពីបច្ចេករបស់យើងមុនរហូតដល់តាក់ទងជាមួយ podcast យើងទេគឺគ្រប់គ្រងរាល់អ្វីដែលជារបស់ Live Media ហើយរាល់កង្វះខាតពួកខ្ញុំទាំងពីរមិនថាតារ៉ាត់ឬក៏ខ្ញុំការសម្ដែងរបស់ពួកយើងមានកន្លែងណាខ្វះខាតចាសង្ឃឹមថាបងប្អូនកុំប្រកាន់ព្រោះពេលខ្លះតែសម្ដែងមិនស្រួលជេនៅក្នុងនោះទៅអូខ្ញុំមិនសុខចិត្តទេសັບគ្រប់បែបយ៉ាងវាគ្រាន់តែជាការសម្ដែងទេបងប្អូនបើធ្វើមិនត្រូវចិត្តបងប្អូនមានកន្លែងណាខ្វះខាតអីតិចតួចក៏សូមខន្តីអភ័យទោសផងព្រោះវាគ្រាន់តែជាការសម្ដែងហើយអរគុណមែនតើហ្នឹងគឺអ្នកសហការឧបត្ថម្ភហ្នឹងគឺសំខាន់មែនតើអញ្ចឹងចង់បញ្ជាក់ប្រាប់បងប្អូនថារាល់វីដេអូទាំងអស់បើមាន sponsor ទ្រាំមើលតិចទៅបងប្អូនក៏លោកទទួលបានព័ត៌មានពី sponsor ហ្នឹងណាបានយើងមានលទ្ធភាពផលិតវីដេអូអញ្ចឹងអរគុណដល់ Uvel មានសាប៊ូកក់សាប៊ូបន្ទន់មានយំមានមួយ set នៅក្នុងហ្នឹងអញ្ចឹងណាតារ៉ាត់អូខេតែដូចធ្លាប់យកអត់អេរាល់ដងយកអ៊ីការ៉ៃមែនទេតែដៃយកសាប៊ូហ្នឹងមែនអត់នេះធ្លាប់បងធ្លាប់ឲ្យសាប៊ូអត់អត់ទេអូអញ្ចឹងបានសាប៊ូលើកនេះអញ្ចឹងអញ្ចឹងឲ្យអ៊ីការ៉ៃមួយទៀតអញ្ចឹងអូអរគុណតារ៉ាត់ពេលថតជាមួយខ្ញុំគេឈឺអីគេយកប្រាណាគេយកអ៊ីការ៉ៃដល់ពេលអញ្ចឹងឥឡូវខាងនេះជូនអ៊ីការ៉ៃតារ៉ាត់អូយ$59ដែរតារ៉ាត់តារ៉ាត់ដោយមិនได้ហៅកាដូបងហៅកាដូដែលយើងត្រូវតែជូនដល់តារ៉ាត់ណោះហេញ៉ាំហ្នឹងមានញាក់ភ្នែកចេះតារ៉ាត់ញាក់តែដូចជាអត់ត្រូវការកញ្ចប់លុយទេមែនណាតារ៉ាត់ណោះអូត្រូវការចាប់ថវិកាអត់ត្រូវការដែរណោះតារ៉ាត់ណោះកញ្ចប់ថវិកាណោះតែតើជាមួយនឹងថវិកាពីសំអាងការឌីសូនីតាវិញអត់ចេះហ្នឹងមែនតើនេះបងមែនតើតានេះសំអាងការឌីសូនីតាប៉ុណ្ណាណៃប៉ុណ្ណេះ Live Media កក់ក្ដៅហើយតែប៉ុណ្ណេះក្រុមការងារទាំងអស់សប្បាយចិត្តហើយពីព្រោះអីពួកយើងថតរាល់ដងគឺបញ្ចប់ដោយអត់បានលាគ្នាស្រួលឥឡូវធ្វើ podcast ហើយគឺបានលាបានអរគុណបាននិយាយចេញពីចិត្តណាអញ្ចឹងLive Media មានតែប៉ុណ្ណេះទេជួបបងប្អូននៅវីដេអូក្រោយអូខេជំរាបលារឿងប៉ិតគឺម្ដាយបងនៅក្បែរបងដូចប្តីអញ្ចឹងគ្រាន់តែយើងខ្វះភាពកក់ក្ដៅអត់មានប្តីដូចគ្នាមានន័យថាបងទៅពេទ្យបងទៅមួយតកង់ឡានបងទៅជាមួយនឹងប្អូនបងក្មេងៗដែលនៅជាមួយហើយពេលដែលយើងឃើញរូបភាពគេទៅពេទ្យមួយប្តីប្រពន្ធគឺយើងយំយើងប្របាក់ចិត្តដែរយើងតែឯងហេតុអីដល់ពីរអ្នកកូនណាអញ្ចឹងហើយបានជាកូនហ្នឹងកើតមកយល់ចិត្តបងមិនហើយបងក៏ផ្ដាំទៅអ្នកពុះធំទាំងអស់ថានៅពេលដែលយើងទងន់ណាពេលដែលយើងសេតបែបណាកូនកើតមកអូនឯងជឿថាបងវិបដិសេរីកូនអត់ចេះអញញឹមពេលដែលកូនកើតមកដំបូងណាតតែអូនស្មាយដូចជាបានជាងមួយខួបបានអូនស្មាយចាប់ផ្ដើមអញញឹមអី